edit រូបបែបទៅជាតុក្កតាជូតបែបហ្នឹងបងប្អូនណាខ្លះជួយមើលរឿងតុក្កតាហើយឥឡូវថ្ងៃហ្នឹងអាច edit ខ្លួនឯងទៅជារូបតុក្កតាជូតបែបហ្នឹងបានដោយវិធីងាយៗហើយអាចយករូបតុក្កតាទាំងអស់ហ្នឹងយកមកតាំងនៅលើអេក្រង់ទូរស័ព្ទដៃបានទៀតអញ្ចឹងឥឡូវតោះតាហ៊ានធ្វើលេងមួយខ្ញុំទាំងអស់គ្នាបែបងាយៗហ្មងណាបងប្អូនចឹងបងប្អូនចូលមកកាន់កម្មវិធី App Store ហើយចូល download ពាក្យថា Google Gemini ចឹងបងប្អូនវាយមកណាព្រោះខ្ញុំប្រើតាមរយៈកម្មវិធី Gemini ដើម្បី edit រូបហ្នឹងអញ្ចឹងបងប្អូនវាយទៅ Gemini មកចេញ Google Gemini ហើយធ្វើការ download វាណាបន្ទាប់ពី download បានហើយបងប្អូនចូលទៅកាន់កម្មវិធីហ្នឹងហើយបងប្អូនត្រូវមាន Gmail ជាមុនសិនអញ្ចឹងឥឡូវចាក់ស្ដែងខ្ញុំមាន Gmail ហើយខ្ញុំ login ចូលអញ្ចឹងណាបន្ទាប់ពី login ចូលហើយបងប្អូន click មកខាងឆ្វេងដៃមានសញ្ញាលេខ4មួយបងប្អូនចុចលើនឹងប៉ក់មកចាហើយវានឹងចេញរូប photo ឲ្យហើយអញ្ចឹងបងប្អូនចុចលើ photo មកហើយបងប្អូន select រូបថតដាក់ទាំងអស់មកលើ full access មកណាចាបន្ទាប់មកហើយបងប្អូនជ្រើសរូបមក select ដែលបងប្អូនចង់យកមក edit ចាក់ស្ដែងខ្ញុំរើសហើយតាក់ទងនឹង prompt បងប្អូនខ្ញុំទៅសេរួចហើយអញ្ចឹងខ្ញុំតម្លាក់នៅក្នុង comment ជូនបងប្អូនណាព្រោះត្រូវការ prompt ដើម្បីឲ្យវា edit រូបបែបតុក្កតាបែបហ្នឹងចាអញ្ចឹងបន្ទាប់ពី copy ហើយខ្ញុំដាក់ចូលទៅនេះបងប្អូនណាអញ្ចឹងតាក់ទងនឹង prompt បងប្អូនចាំយកពីកន្លែង comment ណាចាហើយនេះចុចមករងចាំមួយ plate ឲ្យគេ edit ឲ្យមកចាបងប្អូនគេសាក់ធ្វើលេងទាំងអស់គ្នាណានេះចេញមកហើយបងប្អូន save វាទៅជាការស្រាច់ហើយតែប៉ុណ្្នឹងឯងឥឡូវសាច់ edit រូបមួយទៀតសិនមើលចាអញ្ចឹងឥឡូវខ្ញុំចូលរើសរូបភាពមួយទៀតខ្ញុំយករូបនេះចោះចាហើយ edit បងប្អូនកុំភ្លេចសាក់របស់ធ្វើវាលេងចាចង់ដឹងថារូបខ្ញុំទៅចេញទៅកតាទៅវាមិនដែរបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like share វីដេអូរបស់ខ្ញុំម្នាក់មួយផងជួបខ្ញុំនៅវីដេអូក្រោយបងប្អូនចង់ចែកទៀតចឹងណាចានេះចេញមកមួយទៀតហើយតែប៉ុណ្្នឹងឯងបាយបងប្អូន